Bọn chơiឆ្នាំថ្មីឆ្នាំនេះសប្បាយខ្លាំងមែនទែនព្រោះខ្ញុំបានទៅលេងអង្គរសង្ក្រាន្តនៅសៀមរាបទស្សនភាពនៅអង្គរសង្ក្រាន្តបានបង្ហាញនូវទស្សនីយភាពដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិឲ្យបានស្គាល់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរទាំងសាសនារបាំចម្រុះជាច្រើនការរស់នៅរបស់ប្រជាជនខ្មែរនិងការបានភ្លក់ម្ហូបខ្មែរជាច្រើនមុខទៀតយ៉ាងឆ្ងាញ់ពិសាសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូនេះអាចសាកគិតលេងៗបានថាឆ្នាំក្រោយគួរទៅលេងអង្គរសង្ក្រាន្តនឹងគេដែរអត់ណោះហើយមុននឹងសម្រេចចិត្តអ្នកទាំងអស់គ្នាអាចមកទស្សនាវីដេអូរបស់ខ្ញុំដែលខ្ញុំនឹងបង្ហាញពីតថភាពនៅក្នុងថ្ងៃអង្គរសង្ក្រាន្តដែលខ្ញុំបានចូលរួមនៅក្នុងឆ្នាំនេះរឿងដំបូងពេលមកដល់សៀមរាបភ្លាមខ្ញុំបានមក check in បន្ទប់គេងឲ្យបានរួចរាល់មុនចេញទៅលេងអង្គរសង្ក្រាន្តនេះឱកាសបុណ្យចូលឆ្នាំខ្មែរទាំងមធ្យោបាយធ្វើដំណើរនិងកន្លែងស្នាក់នៅអ្នកទាំងអស់គ្នាគួរតែកក់មុនឲ្យបានរួចរាល់ឥឡូវនេះខ្ញុំបានមកដល់ទីតាំងមុខអង្គរតូចហើយដែលជាទីតាំងរៀបចំអង្គរសង្ក្រាន្តផ្ទាល់តែម្ដងនៅក្នុងឆ្នាំនេះទស្សនភាពនៅអង្គរសង្ក្រាន្តឃើញថាភ្ញៀវទេសចរបានមកចូលរួមយ៉ាងច្រើនកុះករខ្លាំងមែនទែនខ្ញុំស្រាប់តែមានអារម្មណ៍ថារំភើបភ្លាមនៅពេលដែលខ្ញុំក្រឡេកភ្នែកទៅឃើញពិធីបួងសួងសុំទឹកភ្លៀងនិងពិធីសម្រង់ទឹកព្រះនៅមុខប្រាសាទអង្គរតូចទម្រង់បែបខ្មែរបុរាណលេចឡើងច្រើនរូបភាពធ្វើខ្ញុំកាន់តែមានអារម្មណ៍សប្បាយចិត្តនិងរំភើបពីមួយកន្លែងទៅមួយកន្លែងទៀតតាំងទី1ដល់មកដល់កន្លែងបាញ់ធ្នូភ្លាមខ្ញុំនេះទប់ចិត្តអត់បានទេហើយសូមសរសើរបងរៀបចំកន្លែងបាញ់ធ្នូអត់ចេះតែឲ្យយើងបាញ់ទេណាពួកគាត់ជួយបរៀនយើងតាំងពីការកាន់ធ្នូការទាញខ្សែដាក់ព្រួញនិយាយរួមមកពេលយើងចូលបាញ់បានដឹងថាការប្រើប្រាស់ធ្នូខ្មែរយើងមានក្បួនខ្នាតត្រឹមត្រូវសេរីខ្ញុំនេះចូលទៅដល់ភ្លាមកាន់ធ្នូបច្រាស់ភ្លាមតែលយត្រង់ថាចូលទៅដល់ភ្លាមមកព្រួញដបងបាញ់ត្រូវភ្លាមសរុបរួមមក10ព្រួញបានតែមួយឯងហើយអាដបងគេឡើងប្រាំងគេគ្រប់គ្នាគេស្មានតែខ្លាំងតាមពិតបានមួយនឹងចៃដនសោះហើយវិតភ័ក្រខ្ញុំវិញពេលគេបានបាញ់ឡើងអត់ចង់ដកដៃអាពេលដបងនឹងបបួលហ្នឹងគេនៅគិតគូសិនគួរលេងឬមិនលេងដល់ពេលបានលេងមានណាអត់ចង់ឈប់សោះទម្រង់ការសាក់បែបខ្មែរបុរាណក៏បានបង្ហាញឡើងនៅក្នុងថ្ងៃអង្គរសង្ក្រាន្តដែរអ្នកទាំងអស់គ្នាហើយចំពោះបងប្អូនដែលមានចំណង់ចំណូលចិត្តខាងសាក់អីមកគឺត្រូវតែម្ដងមកដល់កន្លែងបង្ហាញអំពីយុទ្ធគុណចម្រុះខ្មែរបុរាណថ្ងៃនេះមិនត្រឹមតែបានទស្សនាផ្ទាល់ទេចំណេះដឹងក៏បានកើនឡើងមួយកម្រិតទៀតខ្ញុំទើបនឹងបានដឹងថាយុទ្ធគុណចម្រុះខ្មែរបុរាណមាន8ក្បាច់ធំដូចជាក្បាច់គុណខ្លាក្រាបក្បាច់គុណស្រងែពេនក្បាច់គុណយុទ្ធក្រមខំក្បាច់គុណរបស់កតគុណចម្បាប់បុរាណក្បាច់គុណក្រពើហាប្រដាល់គុណខ្មែរនិងក្បាច់គុណកងយុទ្ធពលខេមរៈភូមិន្ទបន្តមកដល់ក្រោមដើមជ្រៃទៀតហើយអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តណាស់ជាមួយសកម្មភាពប្លែកៗបែបនេះកន្លែងនេះក៏ឲ្យយើងសរសេរអំពីអ្វីក៏បានដែរពាក្យជូនពរបួងសួងឬក៏អារម្មណ៍ក្នុងទស្សនភាពអង្គរសង្ក្រាន្តក៏បានដែរហើយយើងអាចយកក្រដាស់ដែលយើងសរសេរទៅកប់ជាប់ជាមួយនឹងខ្សែដែលចងរំយោលក្រោមដើមជ្រៃឃើញថាក្រដាស់មានពណ៌ចម្រុះស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងហើយបានថាមកលេងអង្គរសង្ក្រាន្តមិនត្រឹមតែបានទស្សនាចូលលេងចូលធ្វើនិយាយតែយើងសប្បាយជាមួយនឹងទស្សនភាពនឹងផ្ទាល់តែម្ដងមិនមកមើលតែគេណាបានចូលលេងដោយសេរីទៀតនិយាយរួមគឺសប្បាយខ្លាំងមែនទែនឃើញមនុស្សម្នាចូលរួមច្រើនអញ្ចឹងតិចអ្នកទាំងអស់គ្នាគិតថាក្តៅហប់អីទៅអត់ទេអ្នកទាំងអស់គ្នាមេឃសតុំត្រជាក់ហើយយើងដឹងស្រាប់ហើយនៅទីតាំងមុខប្រាសាទអង្គរវត្តគឺមានដើមឈើធំធ្វើឲ្យបរិយាកាសត្រជាក់ស្រួលហើយមិញកំពុងតែនៅក្រោមដើមជ្រៃសុកឯឥឡូវក៏លេខមកឃើញនាដការីកំពុងក្រងឈុតខ្មែរបុរាណជះពលឺពីចងាយតែម្ដងអ្នកទាំងអស់គ្នានិយាយរួមគឺស្អាតថ្លៃថ្នូរនិយាយទប់ចិត្តអត់ថតអត់បានទេឈុតខ្មែរបុរាណប៉និតស្អាតខ្លាំងបូករួមទាំងក្បាច់របាំដែលពួកគាត់បានរំលេចឡើងដើម្បីថតរូបនឹងមានអ្នកជក់ចិត្តក្នុងការទស្សនានិងផ្ដិតយករូបភាពគ្រប់គ្នាងាកមកខាងនេះវិញភ្លេងឮហើយចង់រំតាមតែម្ដងរបាំខ្មែរបែបជនជាតិដើមភាគតិចភ្លេងប្រគំឡើងរន្ថើនខ្លាំងតែម្ដងអ្នកទាំងអស់គ្នាអើយខ្ញុំវិញជក់ចិត្តនឹងមើលរបាំនេះខ្លាំងជាងគេភ្លេងបរុហើយរ៉ុបស្អាតទៀតលេងអង្គរសង្ក្រាន្តពុកម៉ែបងប្អូនអាចមកបណ្ដែតប្រទីបនៅកសិនទឹកមុខអង្គរតូចបានទៀតផងក្រុមការងារគាត់ចាំទទួលយើងតាំងពីផ្លូវចូលតែម្ដងអ្នកទាំងអស់គ្នាហើយបើនិយាយពីទីធ្លាវិញធានាឲ្យអត់មានចៀតទេអ្នកទាំងអស់គ្នាបើអញ្ចឹងអីអ្នកទាំងអស់គ្នាសម័យមើលទៅឆ្នាំក្រោយគួរមកឬក៏មិនមកហើយបើសិនតែខ្ញុំមកតាន់គេលេងល្បែងប្រជាប្រិយទៀតមិនដឹងសប្បាយមិនទេការរៀបចំពីមួយកន្លែងទៅមួយកន្លែង the best មកអ្នកទាំងអស់គ្នាស្អាតហើយអត់ជន់គ្នាទេបងប្អូនទស្សនភាពបែបនេះកើតឡើងក៏ដោយសារតែប្រមុខថ្នាក់ដឹកនាំយើងគាត់បានគិតគូរយ៉ាងល្អិតល្អន់អំពីការរៀបចំអង្គរសង្ក្រាន្តបូករួមទាំង team volunteer ក៏ដូចជាក្រុមការងារទាំងអស់ពួកគាត់ប្រឹងប្រែងបង្កើតព្រឹត្តិការណ៍នេះឡើងនិងចំណាយពេលវេលាក៏ដើម្បីតែផលប្រយោជន៍ជាតិរួមតែមួយនេះឯងទីបំផុតខ្ញុំបានមកដល់កន្លែងតាំងស្គរយក្សហើយអ្នកទាំងអស់គ្នាប៉និតស្អាតហើយធំខ្លាំងមែនទែនខ្វូតអំពីខ្មែរយើងក៏ច្រើនដែរអ្នកទាំងអស់គ្នាស្
ស្អាតអស្ចារ្យខ្លាំងមែនទែនចូលមកដល់ជួរស្តង់បែបអស់លុយម្ដងហើយអ្នកទាំងអស់គ្នាការរៀបចំម្ហូបបែបខ្មែរសម្លៀកបំពាក់រចនាបែបក្បាច់ខ្មែរបុរាណក៏មានហើយខ្ញុំចាប់អារម្មណ៍ជាងគេគឺចាប់អារម្មណ៍តកកឈូព្រោះអីឃើញគេដាក់ស្មុកឡើងតំណងអ្នកទាំងអស់គ្នាហើយរសជាតិក៏ឆ្ងាញ់ទៀតទិសដៅមកលេងអង្គរសង្ក្រាន្តនេះគឺចង់ឃើញខ្លោងទ្វារអង្គរសង្ក្រាន្តនឹងខ្លាំងជាងគេហើយឥឡូវបានមកដល់ផ្ទាល់ហើយធំប៉និតស្អាតនិយាយរួមខ្ញុំសុំរ៉េតឲ្យ10 លើ 10តម្រង់បែបបុរាណពិតមែនក៏ប៉ុន្តែយើងមើលឃើញផ្ទាល់គឺទំនើបខ្លាំងមែនទែនចូលមកដល់ប៉ែកខាងស្ដាំសះទឹកមុខអង្គរតូចសូមនិយាយថាខ្ញុំដើរមិនអស់ទេមាត់ទឹកមាត់ស្រះអ្នកទាំងអស់គ្នាដើរហត់មកចៅទុកម្ដងក៏បានដែរហើយអ្នកទាំងអស់គ្នាមើល view បើថាយើងដើរកន្លែងមនុស្សច្រើនហើយយើងមានអារម្មណ៍ថាអូមនុស្សច្រើនពេកមកអង្គុយលេងមាត់ទឹកក៏បាននិយាយរួមគឺបែងចែកតាមប្រភេទមនុស្សគ្រប់គ្នាចង់ទៅណាក៏បានដែរធានាឲ្យអត់ខ្វះកន្លែងលេងអត់ខ្វះកន្លែងចង់លំហែចង់មើលចង់រាំចង់ច្រៀងអីមកចប់មកលេងអង្គរសង្ក្រាន្តកុំភ័យថាអត់មានកន្លែងចង់អង្គុយម្នាក់ឯងឬក៏អត់មានកន្លែងមនុស្សច្រើនអីគឺមានសពគ្រប់មុខសពគ្រប់ប្រភេទបដ ாய் អ្នកនរគ្នាអើយកូនផ្ទះកូនខ្ទមស្ពានទឹកគឺបែបខ្មែរបុរាណចំតែម្ដងអ្នកនរគ្នានិយាយពីរឿងដេគ័រវិញអ្នកនរគ្នាតាមដើមឈើតាមមាត់ទឹកអ្នកនរគ្នាចង់ថតបានថតទៅ360ដឺក្រេថតជ្រុងណាក៏បានដែរពេញហ្មង Full HD និយាយរឿងចង់រាំហ៎តន្ត្រីស្គរដៃតន្ត្រីស្គរដីតន្ត្រីសម័យបែប concert ចង់រាំតាមចិត្តមានគ្រប់ប្រភេទអ្នកនរគ្នាចង់ទៅណាក៏បានខ្លាចតែអ្នកនរគ្នាហត់មុនទៅលេងអ្នកនរគ្នាសូមនិយាយថាអង្គរសង្ក្រាន្តខ្ញុំមកចូលរួមលើកទី1គឺពិតជាសប្បាយខ្លាំងមែនទែននៅក្នុងឆ្នាំនេះពួកយើងជាប្រជាជនខ្មែរពិតជាមានមោទនភាពហើយនឹងសូមអរគុណដល់ក្រុមការងារដែលបានរៀបចំនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឡើងដែលធ្វើឲ្យប្រជាជនខ្មែរទទួលបានភាពសប្បាយរីករាយនិងទទួលបានចំណេះដឹងនិងស្គាល់ពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់សាសនាអំពីខ្មែរយើងកាន់តែច្បាស់ជាងមុនងាកមកទឹកចុងក្រោយពេលមកដល់សៀមរាបខ្ញុំជឿថាអ្នកទាំងអស់គ្នាពិតជាមិនរំលងទេនៅពេលយប់គឺយើងទៅលេងនៅណា Top State គឺជាកន្លែងទី1ដែលអ្នកទាំងអស់គ្នាបានដៅមុននឹងមកដល់សៀមរាបឥឡូវនេះគឺត្រៀមចេញប្រតិបត្តិការអ្នកទាំងអស់គ្នា